សួស្តីពីម្ដងអ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្ដែងសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងសាច់រឿងនេះនិងចូលចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមានក៏សូមអរគុណទៅដល់អ្នកដែលបាន donate ឲ្យមានការពីក្នុងវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់អ្នកដែលចង់ donate ឲ្យមានបន្តទៀតអាច donate មកបានតាមរយៈ QR code មួយនេះហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នានៅពេលដែល Hercules ត្រូវបានកាត់ជាអំណាច Snowball បានសម្គាល់ឃើញថា Sakami អាចរួចជីវិតបានដូច្នេះវាក៏ចាប់គាត់មុនពេលដែលចុះមកលើដីវិញទន្ទឹមនឹងនេះមនុស្សគ្រប់គ្នានៅក្នុងលេនឋានកំពុងអបអរTetsuព្រោះTetsuទទួលបានជ័យជំនះហើយនោះមានន័យថាពួកគេទាំងអស់គ្នាមានសុវត្ថិភាពប៉ុន្តែមេក្រុមឆ្ងល់ថាតើនេះពិតជាទីបញ្ចប់ឬអត់ត្រឡប់ទៅសមរភូមិវិញបំណែករាងកាយរបស់ Hercules បានធ្លាក់នៅលើទឹកកកហើយគុណវិបត្តិមួយនៃការភ្ជាប់ទៅនឹងកាយជូគឺថាអ្នកនឹងជួបប្រទះអ្វីគ្រប់យ៉ាងដែលកាយជូជួបប្រទះដូច្នេះការជឿចាប់ការភ័យខ្លាចនិងភាពងឹតទាំងអស់ដែលកើតឡើងជាមួយនឹងសេចក្តីស្លាប់ត្រូវបានហូរចូលទៅក្នុងចិត្តរបស់មនុស្សហើយបទពិសោធន៍បែបនោះនឹងគ្រប់គ្រាន់ដើម្បីធ្វើឲ្យមនុស្សធម្មតាឈួតឬក៏ធ្វើឲ្យពួកគេសន្លប់ក្នុងករណីរបស់ Sakami វាហាក់ដូចជាគាត់ចិត្តឈួតហើយព្រោះគាត់ចាប់ដើមខ្វាចភ្នែករបស់គាត់ហើយធ្លាក់ចេញពីដៃរបស់ Snowball មុនពេលទៅបុកនឹងដីប៉ុន្តែទោះបីជាឥឡូវនេះគាត់ខ្វាក់ភ្នែកក៏ដោយ Sakami មិនព្រមចោះចាញ់ទេហើយស្រែកថាគាត់មិនឈប់ទេរហូតដល់Tetsuស្លាប់ពេលលឺដូច្នេះនៅតែធ្វើឲ្យTetsuជឿចាប់ប៉ុន្តែជំនួយការរួញខ្លួនគាត់ក៏សម្រេចចិត្តចេញពីកាប៊ីនមនុស្សយន្តហើយប្រាប់ឲ្យ Snowball ដាក់គាត់ចុះនៅក្បែរ Sakami Snowball ប្រាប់គាត់ថាវាមិនអាចធ្វើបែបនោះបានទេព្រោះមានគ្រោះថ្នាក់ខ្លាំងពេកហើយTetsuដឹងថា Snowball និយាយត្រូវប៉ុន្តែក៏មិនអាចទុកឲ្យរឿងនេះបញ្ចប់បែបនេះបានទេដូច្នេះគាត់ក៏លោតចុះទៅដោយខ្លួនឯង Snowball បានចាប់គាត់ជាប់ព្រោះTetsuទំនងជានឹងបាក់ជង្គង់ពីកម្ពស់នោះហើយវាមិនចង់ជឿថាTetsuនឹងធ្វើរឿងដែលគ្រោះថ្នាក់បែបនេះទេដូច្នេះវាសួរគាត់ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះTetsuបញ្យល់ថាការប្រយុទ្ធមិនដែលចប់ទេរហូតដល់គ្មានការប្រឆាំងគ្នារវាងភាគីទាំងពីរដូច្នេះគាត់ត្រូវនិយាយជាមួយSakamiដើម្បីស្វែងយល់ពីមូលហេតុដែលSakamiស្អប់គាត់ខ្លាំងSnowball ដឹងថាTetsuប្រហែលជានឹងនិយាយអំពីអ្វីដែលគាត់បានអាននៅក្នុងសៀវភៅរបៀបបង្កើតមិត្តហើយវាព្យាយាមបញ្យល់ថាការនិយាយគ្នាប្រហែលជាមិនដំណើរការទេក្នុងស្ថានភាពបែបនេះប៉ុន្តែTetsuនៅតែចង់សាកល្បងព្រោះគាត់ចង់ដឹងថាតើគាត់ប្រហែលជាបានធ្វើអ្វីដែលអាក្រក់ចំពោះSakamiកាលពីអតីតកាលដែលនាំឲ្យSakamiស្អប់គាត់ខ្លាំងបែបនេះឬអត់ហើយបើសិនបើដូច្នោះមែនគាត់នឹងសុំទោសបន្ទាប់មកគាត់នឹងឲ្យSakamiសុំទោសមនុស្សនៅ Mishima មករាប់ពាន់ដងចំពោះអ្វីដែលគាត់បានធ្វើចំពោះពួកគេSnowball ពិតជាមិនគិតថារឿងនោះនឹងកើតឡើងទេដែលផ្អែកលើចរិតរបស់Sakamiជាពិសេសមិនមែននៅក្នុងស្ថានភាពបច្ចុប្បន្នរបស់គាត់នៅក្នុងការភ័យខ្លាចនិងកំហឹងរបស់Sakamiគាត់ចាប់ផ្ដើមនឹកឃើញដល់កម្មាភិបរបស់គាត់ហើយវាមិនល្អនោះទេឪពុករបស់គាត់គឺជាអ្នកនយោបាយដែលត្រូវបានគេបណ្តេញចេញពីតំណែងហើយចាប់តាំងពីពេលនោះមករឿងតែមួយគត់ដែលគាត់ចាប់អារម្មណ៍គឺការមានទំនាក់ទំនងស្នេហាបានច្រើនតាមដែលអាចធ្វើទៅបានហើយម្ដាយរបស់ Sakami ក៏មិនល្អប្រហែលដែរព្រោះនាងមិនខ្វល់ពីSakamiទាល់តែសោះរឿងតែមួយគត់នៅក្នុងចិត្តរបស់នាងគឺការទិញគ្រឿងអលង្ការចេញថ្មីបំផុតនិងមានទំនាក់ទំនងស្នេហាផ្ទាល់ខ្លួនដូច្នេះSakamiត្រូវបានពុកម្ដាយរបស់គាត់មើលរំលងទាំងស្រុងចាស់ស្ដែងមានពេលមួយនៅពេលដែលគាត់មានគ្រុនក្តៅខ្លាំងគាត់មិនត្រូវបានគេរកឃើញនោះទេរហូតដល់3ថ្ងៃក្រោយមកបន្ទាប់ពីរងទុក្ខតែម្នាក់ឯងនៅក្នុងបន្ទប់របស់គាត់ដោយពោរពេញទៅដោយក្អួតរបស់គាត់ហើយសូម្បីតែបន្ទាប់ពីអ្នកអំរើបានរកឃើញគាត់ក៏ដោយតែពុកម្ដាយរបស់គាត់មិនដែលខ្វល់ខ្វាយមកមើលគាត់ឡើយហើយការធ្វើប្រហែលបែបនោះគឺជាអ្វីដែលនាំឲ្យSakamiត្រូវការសរសើរនិងការយកចិត្តទុកដាក់យ៉ាងខ្លាំងទោះបីជាគាត់មិនព្រមទទួលស្គាល់ក៏ដោយតែគាត់បានមើលលំនាំTetsuព្រោះTetsuជាមនុស្សដែលមនុស្សគ្រប់គ្នាស្រឡាញ់និងកោតសរសើរហើយនោះជាមូលហេតុដែលគាត់បញ្ចេញកំហឹងមកលើTetsuហើយចង់យកឈ្នះTetsuជាមួយនឹងអង្គភាព VRD របស់គាត់ប៉ុន្តែបន្ទាប់មកនៅថ្ងៃមួយគាត់ត្រូវបានថ្នាក់លើរបស់គាត់ហៅឲ្យទៅជួបហើយបានជូនដំណឹងថាគម្រោង VRD របស់គាត់ត្រូវបានកាត់ផ្តាច់Sakamiមិនអាចយល់ថាហេតុអ្វីបានជាវាត្រូវបានកាត់ផ្តាច់នោះទេដោយសារតែគម្រោងរបស់គាត់សម្រេចបានលទ្ធផលជាប់លាប់ប៉ុន្តែមេបញ្ជាការរបស់គាត់បានប្រាប់គាត់ថាវាមិនមែនជាការឆ្លោះបញ្ចាំងផ្ទាល់ខ្លួនលើសមត្ថភាពរបស់ Sakami នោះទេចាស់ស្ដែងវងកាយជូដ៏ធំមួយត្រូវបានគេប្រទះឃើញនៅក្នុងលំហហើយពួកវាកំពុងធ្វើដំណើរឆ្ពោះមកផែនដីជាវងបើសិនបើចំនួនកាយជូនោះអាចមកដល់ផែនដីបាននោះវានឹងជាគ្រោះមហន្តរាយមួយដែលជាមូលហេតុដែលថ្នាក់លើបានសម្រេចចិត្តដកមូលនិធិពីគម្រោង AD ទាំងអស់ហើយបង្វែរវាទៅរកការសាងសង់យានអវកាសយក្សមួយនិងសាងសង់រូបកាយសម្រាប់ Snowball ដែលអាចដំណើរការនៅក្នុងលំហអាកាសបានដើម្បីឲ្យTetsuអាចចេញទៅទីនោះនិងបំផ្លាញវងកាយជូបើសិនបើTetsuអាចធ្វើវាបាននោះវានឹងក្លាយជាជ័យជំនះដ៏ធំមួយសម្រាប់មនុស្សជាតិប៉ុន្តែSakamiបានចាត់ទុករឿងនោះថាTetsuបានលួចឱកាសរបស់គាត់ម្ដងទៀតដើម្បីល្បីល្បាញហើយនោះជាអ្វីដែលបានធ្វើឲ្យចេតនាឃាតកម្មចំពោះTetsuលេចឡើងនៅក្នុងខួរក្បាលរបស់គាត់ក៏បានងាកទៅរកអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះNadareហើយសុំជំនួយពីនាងហើយនាងបានប្រាប់គាត់កុំឲ្យបារម្ភពីព្រោះដោយដែលនាងបានសន្យានាងនឹងដាក់Sakamiនៅលើផ្លូវខ្លីបំផុតដើម្បីក្លាយជាអ្នកសង្គ្រោះពិភពលោកហើយដើម្បីធ្វើដូច្នោះបាននាងបានក្រុងនឹងបំផ្លាញយានអវកាសជាមួយTetsuនិងអ្នកផ្សេងទៀតនៅលើយាននោះ
ขณะได้ซากามิรำลึกหลังវិញនៅគ្រាទាំងអស់នោះនៅក្នុងជីវិតរបស់គាត់ក៏ចាប់ផ្ដើមរអ៊ូរទាំខ្លាំងៗអំពីផែនការបំផ្លាញយានចម្បាំងអវកាសហើយនៅពេលដែលទឹកស៊ូឬសាកាមិនិយាយបែបនោះភ្នែករបស់គាត់បើកធំៗនៅពេលដែលគាត់ភ្ជាប់ចំណុចទាំងនោះបញ្ចូលគ្នាហើយដឹងថាសាកាមិប្រកាសជាមានជាប់ពាក់ព័ន្ធនឹងការបរាជ័យរបស់យាននិងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ណាដារ៉េគឺជាអ្នកស្រាវជ្រាវផ្នែកមនុស្សយន្តម្នាក់ដែលសាកាមិបានជួបខណៈពេលដែលគាត់កំពុងធ្វើតេស្តបើកបរមនុស្សយន្តហើយបន្ទាប់ពីគាត់បានដឹងថាគាត់គ្មានសង្ឃឹមប្រកួតប្រជែងជាមួយទឹកស៊ូដោយខ្លួនឯងបានណាដារ៉េបានចូលទៅចិត្តគាត់ហើយបង្ហាញគាត់ពីផ្លូវមិនសមរម្យដើម្បីឡើងខ្ពស់ជាងអ្នកដទៃដោយគ្មានជំរឿនផ្សេងទៀតនៅក្នុងដៃសាកាមិបានទទួលយកការផ្ដល់ជូនរបស់នាងពីទីនោះណាដារ៉េបានក្លាយជាខួរក្បាលនៃប្រតិបត្តិការរបស់សាកាមិហើយនាងបានផ្ដល់ឲ្យគាត់នូវការណែនាំលម្អិតអំពីរបៀបឡើងឋានៈមិនថាវាត្រូវការអ្វីក៏ដោយមិនថាតាមរយៈការគម្រាមកំហែងបង្កឲ្យមានគ្រោះថ្នាក់តូចៗឬការបំពុលមន្ត្រីផ្សេងទៀតសាកាមិបានធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់គាត់ហើយគាត់រំភើបដោយអារម្មណ៍នៃការយកឈ្នះលើឧបសគ្គដែលជាធម្មតានិងរារាំងគាត់ពីការឡើងឋានៈបន្ថែមទៀតទោះជាណាក៏ដោយនៅពេលដែលណាដារ៉េស្នើឲ្យបំផ្លាញយានអវកាសនោះសូម្បីតែគាត់ក៏ត្រូវថយក្រោយមួយជំហានដែរព្រោះគាត់ដឹងថាវាស្ដាប់ទៅដូចជាឈួតគាត់ប្រហែលជាសុកចិត្តធ្វើរឿងអាក្រក់ៗមួយចំនួនដើម្បីទទួលបានការទទួលស្គាល់ប៉ុន្តែប្រសិនបើគាត់ជ្រៀតជ្រែកជាមួយបេសកកម្មអវកាសហើយបណ្ដាលឲ្យទឹកស៊ូបរាជ័យក្នុងការបំផ្លាញវងកាយជូនោះវងកាយជូនឹងមកដល់ផែនដីនៅទីបំផុតហើយនៅពេលដែលរឿងនោះកើតឡើងមនុស្សរាប់មិនអស់នឹងស្លាប់ណាដារ៉េមានការភ្ញាក់ផ្អើលបន្តិចដោយសារកាមិកំពុងបង្ហាញការព្រួយបារម្ភបែបនេះចំពោះជីវិតមនុស្សបន្ទាប់ពីអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើរួចហើយប៉ុន្តែនាងបានបោកបញ្ឆោតគាត់ដោយនិយាយថាប្រសិនបើគាត់មិនចង់ធ្វើវាទេនោះវាមិនអីនោះទេគាត់គ្រាន់តែត្រូវត្រឡប់ទៅជីវិតដ៏គួរឲ្យធុញទ្រាន់និងមិនសំខាន់របស់គាត់វិញដែលគ្មាននរណាម្នាក់ដឹងថាគាត់មានវត្តមានឬក៏ខ្វល់ខ្វាយពីគាត់ទាល់តែសោះពេលលឺនាងនិយាយបែបនោះធ្វើឲ្យសាកាមិភ័យសន្ស្លោព្រោះគាត់បានប្រព្រឹត្តអំពើខុសខើរាប់មិនអស់រួចហើយដើម្បីទទួលបានការទទួលស្គាល់ដូច្នេះគ្មានផ្លូវដែលគាត់អាចឈប់ហើយបោះបង់ចោលឥឡូវនេះបានទេគាត់មិនចង់ធ្វើបែបនោះទេប៉ុន្តែគាត់មិនឃើញមានផ្លូវផ្សេងទៀតទេដូច្នេះគាត់ក៏យល់ព្រមតាមផែនការរបស់ណាដារ៉េក្នុងការបំផ្លាញយានអវកាសណាដារ៉េរីករាយដែលបានឮថាសាកាមិមានឆន្ទៈសហការដូច្នេះនាងបានប្រាប់គាត់ថាអ្វីដែលគាត់ត្រូវធ្វើគឺគ្រាន់តែបង្កើតការបង្វែរដានសម្រាប់នាងក្នុងអំឡុងពេលត្រួតពិនិត្យចុងក្រោយមុនពេលបេសកកម្មអវកាសត្រូវបានកំណត់ឲ្យចាប់ផ្ដើមក្នុងអំឡុងពេលនោះនាងបានលួចចូលហើយដំឡើងមេរោគដែលនឹងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញទាំងស្រុងនៃយានអវកាសសាកាមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់បានខ្លាចជាបែបនេះប៉ុន្តែគាត់នៅតែធ្វើវាហើយនៅថ្ងៃត្រួតពិនិត្យចុងក្រោយក៏បានដុតឃ្លាំងយន្តហោះមួយនៅជិតកន្លែងត្រួតពិនិត្យដែលនាំឲ្យមន្ត្រីជឿថាវាជាការវាយប្រហារដែលធ្វើឡើងដោយភេរវករហើយធ្វើឲ្យពួកគេលុបចោលការត្រួតពិនិត្យដើម្បីធានាសុវត្ថិភាពរបស់អ្នកត្រួតពិនិត្យបន្ទាប់ពីនោះសាកាមិបានទទួលសារមួយពីណាដារ៉េដោយជូនដំណឹងដល់គាត់ថានាងបានបញ្ចូលមេរោគដោយជោគជ័យទៅក្នុងប្រព័ន្ធរបស់យានអវកាសហើយឥឡូវនេះវានឹងក្លាយជាគំនិតអេតចាយនៅពេលដែលវាទៅដល់លំហអាកាសដោយនាំទឹកស៊ូទៅជាមួយវាបន្ទាប់មកសាកាមិនឹងមានសេរីភាពក្នុងការក្លាយជាអ្នកសង្គ្រោះពិភពលោកដែលគាត់តែងតែចង់បានដោយសារតែការត្រួតពិនិត្យមិនបានរកឃើញមេរោគអ្វីទាំងអស់យានអវកាសក៏បានហោះឡើងតាមផែនការប៉ុន្តែនៅពេលដែលសាកាមិគិតថាគាត់នឹងអាចសម្រេចក្តីសុបិនរបស់គាត់បាននៅឆ្នាំដដែលនោះការកកនៃពិភពលោកក៏បានកើតឡើងហើយពិភពលោកទាំងមូលត្រូវបានកកដែលធ្វើឲ្យ AD គ្មានអំណាចទាំងស្រុងក្នុងការបញ្ឈប់គ្រោះមហន្តរាយនិងធ្វើឲ្យការខិតខំប្រឹងប្រែងទាំងអស់របស់សាកាមិឥតប្រយោជន៍ទាំងស្រុងសាកាមិបានស្រក់ទឹកភ្នែកដោយការតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីបានឃើញស្ថានភាពរបស់ពិភពលោកហើយនៅពេលដែលអ្នកផ្សេងទៀតរត់កាត់គាត់ដើម្បីព្យាយាមរត់គេចខ្លួនក៏បានឮពួកគេនិយាយថាគ្មានអ្វីដែល AD អាចធ្វើបានដើម្បីបញ្ឈប់គ្រោះមហន្តរាយនោះទេដូច្នេះពិភពលោកត្រូវវិនិច្ឆ័យហើយអ្នកខ្លះកំពុងយំអ្នកខ្លះកំពុងអធិដ្ឋានហើយអ្នកខ្លះទៀតបានត្រឹមតែឈរដោយការភ្ញាក់ផ្អើលព្រោះពួកគេមិនអាចទទួលយកអ្វីដែលកំពុងកាត់ឡើងបានបន្ទាប់ពីរឿងទាំងអស់នោះទីបំផុតវាបានធ្វើឲ្យសាកាមិដឹងថាគាត់បានបរាជ័យម្ដងទៀតក្នុងការក្លាយជាអ្នកសង្គ្រោះដូច្នេះគាត់ក៏ចាប់ផ្ដើមខ្ញាំមុខរបស់គាត់ពីព្រោះមិនថាគាត់បានធ្វើអ្វីឬលេចទៅឆ្ងាយប៉ុណ្ណាទេគាត់មិនដែលទទួលបានអ្វីដែលគាត់ចង់បានឡើយត្រឡប់មកបច្ចុប្បន្នវិញទឹកស៊ូបានចុះពី Snowball បន្ទាប់ពីដឹងថាសាកាមិគឺជាអ្នកនៅពីក្រោយការបំផ្លាញយានអវកាសនិងការស្លាប់របស់សមាជិកនាវិកទាំងអស់គាត់រៀបនឹងវាយសាកាមិឲ្យស្លាប់ចំពោះអ្វីដែលគាត់បានធ្វើប៉ុន្តែភ្លាមៗនោះគាត់បានឮសាកាមិយំថាគាត់មិនចង់បន្តធ្វើជាខ្លួនឯងទៀតទេទឹកស៊ូនឹកឃើញអំពីការគិតដូចគ្នាចំពោះខ្លួនគាត់កាលពីមុនដូច្នេះគាត់ចាប់ផ្ដើមឆ្ងល់ថាតើសាកាមិប្រហែលជាកំពុងប្រឈមមុខនឹងការលំបាកដូចគ្នាដែលគាត់មានដែរមែនទេគាត់ពិតជាចង់ច្បាច់កសាកាមិឥឡូវនេះប៉ុន្តែគាត់ទប់ចិត្តហើយសួរថាតើសាកាមិពិតជាបានធ្វើរឿងទាំងអស់នោះដោយសារតែគាត់ចង់ក្លាយជាអ្នកសង្គ្រោះមែនទេព្រោះគាត់មិនអាចយល់បានថាហេតុអ្វីបានជានរណាម្នាក់ស្ម័គ្រចិត្តជ្រើសរើសក្លាយជាអ្នកសង្គ្រោះទេសរុបមកស្ទើរតែគ្មានអ្វីល្អអំពីវាឡើយសាកាមិមានការជំទាស់នៅពេលដែលគាត់ឮទឹកស៊ូនិយាយថាងារដែលគាត់បានខិតខំពេញមួយជីវិតរបស់គាត់ដើម្បីទទួលបានគឺគ្មានន័យប៉ុន្តែទឹកស៊ូនិយាយពិតមែនពីព្រោះក្នុងនាមជាអ្នកសង្គ្រោះគាត់មិនអាចបង្កើតមិត្តច្រើនឬក៏និយាយជាមួយមនុស្សធម្មតាបានទេព្រោះគាត់តែងតែបន្ថយជីវិតរបស់គាត់ក្នុងសមរភូមិហើយសូម្បីតែពេលដែលគាត់មិននៅក្នុងសមរភូមិក៏ដោយគាត់តែងតែចំណាយពេលទំនេរទាំងអស់របស់គាត់បឹកហាត់
គាត់និយាយថារៀងរាល់សប្តាហ៍គាត់ស្ទើរតែមិនបានសម្រាកទាល់តែសោះពីព្រោះរាល់ពេលដែលវិបត្តិមួយបានបញ្ចប់វិបត្តិមួយទៀតនឹងចាប់ផ្ដើមនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោកលើពីនេះទៅទៀតការត្រូវប្រយុទ្ធនៅទូទាំងពិភពលោកបានធ្វើឲ្យម៉ោងនៅក្នុងខួរក្បាលរបស់គាត់ញ៉ៃញ៉ៃដូច្នេះឥឡូវនេះគាត់មានបញ្ហាក្នុងការគេងលក់នៅពេលយប់ហើយមិនថាគាត់ធ្វើបានល្អប៉ុណ្ណាក៏ដោយមនុស្សនៅលើបណ្ដាញសង្គមនៅតែបង្ហោះរឿងផ្សេងៗគ្រប់ប្រភេទអំពីគាត់អ្នកខ្លះសរសើរគាត់ដូចជាវរៈបរោះខណៈដែលអ្នកផ្សេងទៀតបន្តគាត់នៅពេលណាដែលមានអ្វីមួយខុសទោះបីជាវាមិនមានពាក់ព័ន្ធអ្វីនឹងគាត់ក៏ដោយទៅស៊ូបន្តនិយាយរញ៉េរញ៉ៃអំពីបញ្ហាទាំងអស់ដែលគាត់ត្រូវឆ្លងកាត់ក្នុងនាមជាអ្នកសង្គ្រោះហើយសាកាមីមិនដែលគិតអំពីគុណវិបត្តិទាំងអស់នោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់និយាយថាវានៅតែមានតម្លៃសម្រាប់គាត់បើសិនបើដូច្នោះមែនទៅស៊ូប្រាប់សាកាមីថាវាខុសសម្រាប់គាត់ក្នុងការព្យាយាមសម្លាប់មនុស្សជំនួសឲ្យកៃជូព្រោះវាជាការងាររបស់អ្នកសង្គ្រោះក្នុងការសម្លាប់កៃជូនិងការពារមនុស្សពេលឮទៅស៊ូនិយាយបែបនេះធ្វើឲ្យសាកាមីលុតជង្គង់ចុះខណៈដែលគាត់ត្រូវបានរំលឹកឡើងវិញថាគាត់បានវង្វេងចេញពីផ្លូវរបស់អ្នកសង្គ្រោះឆ្ងាយប៉ុណ្ណាប៉ុន្តែគាត់និយាយថាគាត់នឹងមិនអាចមកដល់ចំណុចនេះទេបើសិនបើគាត់មិនបានដើរលើផ្លូវមិនសមរម្យបើសិនបើគាត់បានព្យាយាមរក្សាភាពសុចរិតនោះគ្មាននរណាម្នាក់នឹងទទួលស្គាល់គាត់ឡើយហើយគាត់នឹងនៅតែត្រូវបានពុកម្ដាយរបស់គាត់មិនខ្វាយខ្វល់ពីព្រោះនៅទីបញ្ចប់អ្វីដែលគាត់បានរៀនគឺថាមិនថាអ្នកចង់បានវាប៉ុណ្ណាទេមនុស្សដែលមានកម្រិតមធ្យមមិនអាចសម្រេចបាននៅរឿងអស្ចារ្យបានទេខណៈពេលដែលលេងដោយយុត្តិធម៌ដូច្នេះគាត់ត្រូវតែទាញអ្នកដែលខ្ពស់ជាងគាត់ចុះបើសិនបើគាត់ចង់មានឱកាសក្លាយជាអ្នកអស្ចារ្យបន្ទាប់ពីសាកាមីនិយាយចប់គាត់ងើយមុខឡើងហើយឃើញតិតស៊ូសម្លឹងមើលគាត់ដោយទឹកមុខក្រៀមក្រំតិតស៊ូប្រាប់សាកាមីថាគាត់មិនយល់ពីទស្សនៈរបស់សាកាមីលើរឿងនោះទេហើយនិយាយត្រង់ទៅគាត់មិនដែលយល់ទេប៉ុន្តែបើសិនបើសាកាមីពិតជាចង់ក្លាយជាអ្នកសង្គ្រោះខ្លាំងមែននោះតិតស៊ូប្រាប់គាត់ថាគាត់អាចយកងារនោះបានហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចិត្ត like subscribe ដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ